มรมปนเอาไว้ได้ในการในขนมไทยอนาคตពេលវេលានេះពិតជាលឿនណាស់ ជីវិតយើងមិនទាន់ស្ទើរ រដូវកាលចាស់ក៏ផ្លាស់ចូលដល់កាលថ្មី រួមរស់ជាមួយនឹង ឯអ្វីដែលលើលោកនេះ រូបនេះ ទាំងខ្លួន ជារបស់ប្រែ ខ្លួន រូប រួមទាំងធម្មជាតិនៃសង្ខារធម៌ទាំងអស់នេះ សត្រូវ រមែងមានការប្រែប្រួលជាលំដា តែ ប់ បើសត្រូវក្នុងចិត្តរបស់យើងតែកើត បែរទៅជាជ្ វាពិបាកនឹងយក នៅ ជំនះមកឲ្យ បែ បាន រទៅជាវិនិច្ឆ័យស្រឡាញ់សុខបែរទៅជាស្អប់ ជាមួយនឹងអារម្មណ៍ជុំវិញរបស់ខ្លួន នៅលើលោកនេះ សូមពេចជាមិនមុនក្នុងវិមានក៏ដូចជាដេកពូននៅក្នុងព្រៃខ្មោចដែរសូមគំនិតស្នាមថាក្នុងលោកនេះអ្វីសុទ្ធតែល្អទាំងអស់របស់ដែលល្អសម្រាប់តែមនុស្សស្រឡាញ់របស់អាក្រក់សម្រាប់តែមនុស្សដែលស្អប់ចូលរៀនរស់ជាមួយនឹងរឿងរ៉ាវទាំងនោះទោះល្អក្តីមិនល្អក្តីដោយគ្រាន់តែរំលឹកឲ្យដឹងថាអ្វីដែលកើតព្រោះវាអាស្រ័យនៃហេតុទើបបានកើតឡើងមានត្រឹមតែអំពើកុសលនិងអកុសលដែលកំពុងឲ្យផលប៉ុណ្ណោះដូចគ្នាទេយើងត្រូវដឹងថាសត្វលោកតែងតែប្រព្រឹត្តទៅតាមកម្មដូច្នេះកុំចង់ឲ្យអ្នកដទៃធ្វើអ្វីតាមតែចិត្តយើងឲ្យសោះព្រោះបើមិនបានដូចចិត្តប្រាថ្នាទេចិត្តក៏រមែងកើតទុក្ខអ្នកត្រូវចេះប្រមាណខ្លួនឯងកុំខឹងខ្លួនឯងកុំជេរខ្លួនឯងព្រោះជាតិមុនយើងធ្វើបុណ្យបានតិចរក្សាសិលបានតិចបើយើងដឹងថាខ្លួនបានខ្វះបុណ្យហើយក្នុងជាតិនេះប៉ុន្តែឥឡូវនេះយើងត្រូវខំប្រឹងសន្សំសាងបុណ្យគឺសេចក្តីល្អឲ្យបានច្រើនសម្រាប់ជីវិតតទៅមុខទៀតការរស់នៅត្រូវរៀនពឹងលើខ្លួនឯងឲ្យប្រកបប្រជានៅគុណធម៌សិលធម៌សុជីវធម៌និងរក្សាតម្លៃដោយខ្លួនឯងឲ្យសមជាមនុស្សជាតិព្រោះការបានអត្តភាពជាមនុស្សនេះព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាគឺជាការក្រដូច្នេះត្រូវប្រព្រឹត្តតាមទូនាទីរបស់ខ្លួនឲ្យបានល្អចូលរៀនមើលពីលោកនេះដោយសេចក្តីល្អទើបបានសុខអ្នកកុំភ្លេចខ្លួនក្នុងភាពម្ចាស់ការលើខ្លួនឯងអ្នកត្រូវប្រឈមមុខដល់ហេតុការណ៍បែបណាក៏ដោយយើងត្រូវតែរស់នៅដោយមានកិត្តិយសថ្លៃថ្នូរត្រូវគោរពខ្លួនឯងជាមុនសិនយើងអាចថាមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃតែក៏មិនត្រូវភ្លេចខ្លួនឯងដែរត្រូវមានស្មារតីព្យាយាមប្រឹងប្រែងដោយខ្លួនឯងដោយហេតុត្រឹមត្រូវក៏ដោយមិនថាការងារឬការសិក្សាអ្វីមួយនោះទេសុទ្ធតែត្រូវឆ្លងកាត់ក្នុងការប្រឹងប្រែងព្យាយាមមានឆន្ទៈបួសមុតតស៊ូគ្រប់ភារកិច្ចដែលជាឧបសគ្គសម្រាប់នៅក្នុងជីវិតម្នាក់ការកើតនៅលើលោកនេះមិនមែនចេះតែមានសេចក្តីសុខនោះទេភាពលំបាកមិនមែនមានន័យថាមិនអាចទៅរួចនោះទេតែវាគ្រាន់តែមានន័យថាអ្នកត្រូវប្រឹងឡើងការងារអ្វីក៏ដោយទោះបីតូចក្តីធំក្តីប្រាក់ខែច្រើនក្តីតិចក្តីឲ្យត្រឹមត្រូវសុទ្ធតែជាការងារសុចរិតការងារសុចរិតទោះឥតសយុះប្រសើរជាងមុខងារខ្ពស់ហួសពីសមត្ថភាពមិនព្យាយាមនឹងក្រអ្វីគ្រប់យ៉ាងមនុស្សមិនប្រយ័ត្ននឹងក្រដូចគ្នាដែរមនុស្សមិនចេះគ្រប់ទោះមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏នៅតែប្រាថ្នាចង់បានក្នុងចិត្តពិតជាក្ររហូតហើយប៉ុន្តែបើមនុស្សមិនចេះគ្រប់នឹងសេចក្តីល្អវិញរឹងរឹតតែប្រសើរជាងមនុស្សដទៃមេឃតែងធំភ្នំតែងខ្ពស់ជ្រោះតែងជ្រៅផ្លូវតែងវែងឆ្ងាយពេលវេលាវែងអន្លាយដើរហើយត្រូវគិតស្អែកមើលមិនឃើញទេរឿងជីវិត
ស្លាប់ឬរស់គ្រោះពិតគង់ជួបដូចគ្នាចូលមានមេត្តាឲ្យដល់មនុស្សទូទៅប៉ុន្តែមិនត្រូវទុកចិត្តចំពោះមនុស្សទាំងអស់គ្នាឡើយយើងត្រូវតែមានបញ្ញាជាគូនឹងមេត្តាផងត្រូវចេះស្គាល់មនុស្សឲ្យបានល្អផងកុំស្គាល់តែមុខត្រូវស្គាល់ចិត្តដោយទង្វើសកម្មភាពណាមិនងាយđâuពូជខុសខុសផលហួសប្រមាណសាងបនឥតទៀនចេះតែខានតែបើខ្វាម៉ានមិនខានសោះនាំមនុស្សឲ្យល្អដូចរែកថ្មដែរម្យ៉ាងទៀតប្រៀបថាដូចជាទឹកជ្រោះហូរឡើងទៅភ្នំជំរុំខ្ពស់ពិតជាមិនងាយសោះនឹងបានល្អរៀនពេញចិត្តនៅអ្វីដែលយើងមានកុំទាមទារនៅអ្វីដែលអត់ទើបយើងបានសោះព្រោះអ្វីដែលកើតឡើងសុទ្ធតែប្រព្រឹត្តទៅតាមហេតុកាលណាបើយើងស្គាល់ពីហេតុដែលបានច្បាស់លាស់នោះវាគ្មានអ្វីដែលអាចថាធ្វើឲ្យយើងកើតទុក្ខបានឡើយ vô chùa lại ha. Nguyên đổi 500 không Nguyên? Ngồi đang on có កុំ hốc mấy យក vô. កំហុសរបស់អ្នកដទៃមកធ្វើចលេសថាខ្លួនឯងគ្រាន់បើជាងត្រូវប្រយ័ត្នពីការមាក់ងាយរបស់អ្នកដទៃព្រោះនាំឲ្យបាត់បង់មេត្តាចិត្តខ្លួនឯងសារ៉បសេចក្តីមកគឺយើងត្រូវសិក្សាអប់រំចិត្តដោយប្រើសច្ចធម៌ទៀងត្រង់មិនបំផ្លើសនឹងការពិតត្រូវអភិវឌ្ឍខ្លួនឲ្យមានចំណេះដឹងមានគុណធម៌ឲ្យបានខ្ពង់ខ្ពស់ទើបបានសម្រេចនៃសេចក្តីសុខស្ងប់ក្នុងផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួនដីទុកនេះរមែងគ្របសង្កត់លើបុគ្គលអ្នកប្រមាទវាមិនខុសពីបុគ្គលបរិភោគត្រីហើយមិនបានប្រយ័ត្នក៏ត្រូវឆ្លាក់ឆ្អឹងត្រីដូច្នោះឯងរបស់ដែលមានទោសរមែងឲ្យទុកឲ្យលំបាកតែមិនឲ្យខូចចិត្តនោះទេព្រោះជាតិជាបណ្ឌិតតែងអប់រំចិត្ត Thì ក៏សឹងតែនៅមានវិបត្តិដែរ trái đi. ចំណែកបុគ្គលល្ងងខ្លៅវិញបែរទៅជាភ្លេចខ្លួនខូចនិស្ស័យព្រោះអាស្រ័យបានសម្បត្តិមានលៀបមានយួរជាដើមចូលកុំខ្សែគប់ជាមួយនឹងបាបប្រយ័ត្នសត្រូវនឹងខ្លួនកុំគប្បីមានខ្លួនជាសត្រូវនឹងខ្លួនឯងឡើយចូលមើលពីបំណងរបស់អ្នកដទៃដែលចង់បានសុខហើយយើងអាចរស់នៅជាសុខដោយខ្លួនឯង Ừ. បើចង់បានស្ងប់កុំសង្ឃឹមពីសេចក្តីល្អអ្នកដទៃមកឲ្យឲ្យសោះបើទូមានគេមិនបានទេអ្នកចូលគិតថាការអប់រំចិត្តខ្លួនឯងវិញសំខាន់ជាង Ôm nhau, ôm nhau, ôm nhau. ដែលមានខ្លឹមសារគឺជាជីវិតដែលគេត្រូវការ Ừ. ចេះឲ្យសេចក្តីសុខដល់អ្នកដទៃ Bữa nay Ôi, gặp đau bạn tròn. đó đó, gặp ឲ្យដោយចំណេះដឹងដោយគុណធម៌ Yeah, yeah, ការឲ្យ yeah. ដោយឲ្យគេសប្បាយចិត្តដោយសារតែយើងអ្វីបានតែបើខ្វះប្រធមគឺខ្វះអ្វីគ្រប់យ៉ាង Thấy chưa? បើអប់រំចិត្តឲ្យទូលាយបញ្ហាទាំងឡាយនឹងដោះស្រាយបានបញ្ហាឆ្លោះប្រកែកទាស់ទែងគ្នាកើតមានពីសេចក្តីកំណាញ់5យ៉ាងណាមួយមានកំណាញ់ទ្រព្យសម្បត្តិជាដើមសេចក្តីកំណាញ់កើតមកអំពីការស្រឡាញ់និងការស្អប់ការស្រឡាញ់របស់ទ្រព្យស្អប់អ្នកសុំបើពោលតាមព្រះអភិធម្មសេចក្តីកំណាញ់កើតជាមួយនឹងទោសមូលចិត្តមានលោភៈចិត្តជាឧបនិស្ស័យជាបច្ច័យគឺជាចិត្តចង្អៀតចង្អល់មួយបែបដែលជាគូជាមួយនឹងអេសាគឺការច្រណែន Ở ngoài. ការគិតតែពីខ្លួនឯងព្រោះពងវែងក្នុងបញ្ចខណ្ឌហើយប្រកាន់ថាជាតួខ្លួននាំឲ្យមានចិត្តចង្អៀតចង្អល់ដល់ក្រៃលែងម្លោះហើយបញ្ហាផ្សេងក៏កើតមានឡើងព្រោះតែប្រកាន់ធម៌ដែលកំពុងប្រកាសថាជាតួខ្លួនទើបបានជារវល់ជាមួយនឹងសង្សារវដ្តការស្វែងរករបស់ខាងក្រៅបានប៉ុណ្ណាក៏ដោយក៏មិនអាចអស់រវល់បានឡើយតតែកំណត់ដឹងតាមធម៌ពិតឃើញតួធម៌ធ្វើកិច្ចគ្រប់គ្រាទើបអស់រឿងរវល់ខ្វាយខ្វល់គ្រប់យ៉ាងសេចក្តីសុខពិតប្រាកដនៅតង់មិនត្រូវការនៅរបស់ដែលអត់
នឹងមិនប្រកាន់ហួងហែងជាប់ចម្ពាក់នៅរបស់ដែលមានការអប់រំចិត្តមានន័យថាការចេះរស់នៅឲ្យជាសុខជាមួយនឹងការពិតយើងរស់នៅបានល្អក៏មកតែអំពីចិត្តបានអប់រំល្អហើយរង្វាន់ដែលទទួលបានផលគឺសេចក្តីល្អនោះឯងបើថ្ងៃនេះយើងអាចសម្រេចសេចក្តីល្អបានតើយើងគួរទុកឲ្យចាំដល់ថ្ងៃស្អែកដូចម្ដេចទៅមានន័យថាអ្វីត្រូវបំពេញសេចក្តីល្អចាំពីថ្ងៃនេះតទៅលោកនេះណាមិនមែនជារបស់សម្រាប់យើងលេងនោះទេពីព្រោះវាជាភារៈដ៏ធ្ងន់គ្រឿងលេងគឺជារបស់ដែលខកចិត្តដែលជាគ្រឿងជាប់ចម្ពាក់តែគេនោះបើបានកើតជាមនុស្សហើយសូមបំពេញនៅសេចក្តីល្អឲ្យបានណាស់ព្រោះបានអកុសលមានកំណាញ់ច្រណែនជាបាជាដើមដែលយើងរស់នៅគឺអាចកម្ចាត់បានមនុស្សតើតែមានហេរិគឺសេចក្តីខ្មាស់បាបអោតបៈសេចក្តីក្រែងខ្លាចបាបទើបញាក់រលឹកក្នុងការរក្សាសិលដំណើរផ្លូវរបស់យើងមិនគប្បីជាអ្នកវង្វេងផ្លូវនោះទេគឺត្រូវមានបញ្ញាទប់ទល់ជាមួយនឹងបាបអកុសលគ្រប់ពេលការដោះស្រាយបញ្ហាដោយបញ្ញាមិនមែនគ្រាន់តែរកលុយតែម្យ៉ាងនោះទេគឺចិត្តត្រូវមានធម៌ព្រោះលុយមិនអាចជួយឲ្យរួចផុតអំពីបាបអកុសលបានទេជីវិតសត្វលោកតែងប្រព្រឹត្តទៅតាមកម្មដូច្នេះរឿងអ្វីវាជាអធិស្ឋានរបស់សត្វលោកយើងកុំចេះតែចង់បានអ្វីធ្វើតម្រូវទៅតាមចិត្តយើងឲ្យសោះព្រោះធម៌ទាំងឡាយគឺជាអនត្តាមិនមែនជារបស់ខ្លួនឡើយណាគឺជាសេចក្តីប្រាថ្នានៃជីវិតសត្វគ្រប់គ្នាដែលកើតមកតណ្ហានេះជាមេនៃសេចក្តីកង្វល់ដែលជាហេតុនាំឲ្យកើតទុក្ខតើយើងនៅសង្ឃឹមថាបានអីពីលោកនេះដែលយើងដឹងការពិតឈ្មោះថាការតក់ស្លុតការស្អប់ការស្រឡាញ់ដូចជាយើងខ្លាចខ្មោចគឺមកតែពីមិនដឹងតាមសភាវៈពិតប៉ុណ្ណោះកុំភ្លេចខ្លួនឡើយកុំភ្លេចថារូបកាយនេះគឺយើងកំពុងតែជួលពីម៉ាច់រាជមកទេហើយយើងក៏ត្រូវសងម្ចាស់គេវិញដោយមិនស្រណោះអ្វីឡើយសង្គ្រាមជាមួយនឹងកិលេសគឺត្រូវមានស្បៀងគឺបុណ្យកុសលលេនឋានគឺសមាធិហើយព្យាយាមពិចារណានៅនាមរូបជាអនិច្ចំទុក្ខំអនត្តារឿយក្នុងចិត្តបើមានធម៌ហើយអារម្មណ៍ខាងក្រៅក៏មិនអាចរំខានបានដែរចិត្តដូចជាស្ដេចចក្រពត្តិឯសតិបញ្ញានិងកុសលផ្សេងគឺជាបរិវារក៏រមែងអាចបញ្ចប់នៅកង្វល់នោះបានអត្តាហេអត្តណោកតេខ្លួនជាកតេរបស់ខ្លួនពុទ្ធភាសិតនេះមានន័យថាបើខ្លួនប្រព្រឹត្តធ្វើអំពើល្អក្តីអាក្រក់ក្តីក៏ជាកតេគឺជាការគិតរបស់ខ្លួនឯងបើយើងមិនដឹងល្អអាក្រក់ហើយមកជានឹងកតេផ្លាត់ខុសពុំខានព្រោះខ្លួនឯងធ្វើនៅអំពើល្អរមែងបានទទួលផលល្អមានសុខកាយសប្បាយចិត្តដើរទៅកាន់ទីណាមិនព្រួយបារម្ភមិនភ័យខ្លាចព្រោះតែកតេដែលខ្លួនដែលបានប្រព្រឹត្តល្អហើយនោះឬល្អលើសជាងនោះទៅទៀតបើខ្លួនធ្វើអាក្រក់នឹងបានផលក្តៅក្រហាយចិត្តអំពីសំណាក់នៃជនដទៃដែលគេស្អប់ខ្ពើមនៅទង្វើអាក្រក់នោះទាំងខ្លួនឯងក៏ដេកក្នុងភាពភិតភ័យកើតសេចក្តីទុក្ខព្រួយគ្រប់ពេលវេលាព្រោះតែកតេដែលខ្លួនបានប្រព្រឹត្តហើយក្នុងអំពើអាក្រក់នោះឯងម្យ៉ាងទៀតខ្លួនឯងគឺជាការគិតនៃគំនិតរបស់ខ្លួន
សក់ឬទុកគឺខ្លួនយើងគ្មាននរណាម្នាក់មកទទួលទុកទោសជំនួសយើងឡើយយើងគួរធ្វើខ្លួនឲ្យសមនឹងជាទីពឹងរបស់ខ្លួនគឺថាយើងត្រូវតម្កល់ខ្លួនឲ្យត្រូវការដែលតាំងខ្លួនទុកត្រូវនេះគប្បីសន្និដ្ឋានឲ្យឃើញក្នុងកិច្ច4ប្រការគឺ 1. យើងត្រូវព្យាយាមប្រុងប្រយ័ត្នមិនឲ្យសេចក្តីអាក្រក់ណាមួយដែលមិនទាន់កើតឡើងមិនឲ្យកើតឡើងបាន 2. ព្យាយាមលះបង់សេចក្តីអាក្រក់ដែលមានហើយនឹងមិនទាន់មានឲ្យវិនិច្ឆ័យទៅ 3. ព្យាយាមរក្សាសេចក្តីល្អដែលមិនទាន់មានឲ្យមានឡើង 4. ព្យាយាមសេចក្តីល្អដែលមានហើយកុំឲ្យវិនិច្ឆ័យទៅទៀតការដែលបុគ្គលទុកដាក់ខ្លួនឲ្យសមល្មមដល់ភាពរបស់ខ្លួនត្រូវប្រព្រឹត្តធ្វើចិត្តប្រកបដោយមេត្តាករុណាត្រាប្រណីចំពោះមនុស្សផងគ្នានឹងគ្នាមិនថាអ្នកមានយុស័កតូចធំឬជាអ្នកតូចតាចខ្សត់ខ្សោយបើមនុស្សមានមុខមាត់ឋានៈឬទ្រព្យស្មើគ្នាយើងត្រូវប្រព្រឹត្តតាមឋានៈចិត្តស្មោះគោរពទៀងត្រង់ដល់គ្នានឹងគ្នាបើយើងជាអ្នកតូចទាបត្រូវចេះប្រព្រឹត្តឲ្យលំទូលចំពោះដល់លោកអ្នកធំដែលគេមានគុណសម្បត្តិនិងឧបការៈគុណមកលើខ្លួនដូច្នេះក៏ឈ្មោះថាតាំងខ្លួនទុកឲ្យត្រូវតាមកន្លងធម៌ដែរបុគ្គលជាអ្នកតាំងខ្លួនទុកត្រូវដែលអាត្មាភាពបានបរិយាយក្នុងមុខនេះឈ្មោះថាជាអ្នកធ្វើខ្លួនឲ្យបានជាទីពឹងរបស់ខ្លួន